បាទជំរាបសួរទាំងអស់គ្នានេះគឺជា link ប្រឡងរបស់យើងបាទ link ប្រឡងរបស់យើងចឹងយើងចុចនៅលើ link ប្រឡងពណ៌ខៀវៗហ្នឹងមកចុចចោលពណ៌ខៀវហ្នឹងបាទបន្តមកទៀតយើងត្រូវមើលកន្លែងចូលប្រឡងបាទចុចចូលប្រឡងហើយបន្តមកចុចបន្តបាទបន្តមកទៀតបាទចុចកន្លែងសម្រាប់សិស្សដែលទៅចុចពេលកំឡុងពេលប្រឡងបាទចុចហ្នឹងគឺយើងមើលកន្លែងខេត្តក្រុងនេះបាទចុចទម្លាក់ឲ្យបានមកយើងយកខេត្តពោធិ៍សាត់កន្លែងស្រុកខណ្ឌនេះចុចទម្លាក់មកយកស្រុកកកកន្លែងសាលារៀនចុចទម្លាក់មកយើងយកស្នាសាបាទបន្តមកយើងចុចកន្លែងថ្នាក់នេះទម្លាក់មកយើងយកថ្នាក់ទី7ក៏បាន8បាន9បានអាស្រ័យលើថ្នាក់របស់យើងរៀងខ្លួនបាទបាទអញ្ចឹងយើងចុចថ្នាក់ហើយយើងស្វែងរកឈ្មោះសិស្សបាទចុចកន្លែងហ្នឹងមកនេះអញ្ចឹងនេះគឺសិតតែជាឈ្មោះរបស់សិស្សរបស់យើងអញ្ចឹងដើម្បីយើងបានប្រឡងយើងត្រូវឈ្មោះរបស់យើងរៀងខ្លួនណាឥឡូវឧទាហរណ៍លោកគ្រូយកឈ្មោះកនរតនៈមួយបាទបន្ទាប់មកយើងត្រូវចុចកន្លែងទាញកូដទាញយកកូដប្រឡងបាទបានកូដប្រឡងហើយយើងចុចថតចម្លងកូដបន្ទាប់មកចុចមុខវិជ្ជាបាទកន្លែងចុចលឿនតិចបើសិនជាក្រចុចពេកកន្លែងចុចមុខវិជ្ជានេះវាអាចលោតបាត់កន្លែងហ្នឹងបាទអញ្ចឹងមុខវិជ្ជាទាំង10នេះបងអាចចុចមុខវិជ្ជាមុនក៏បានដែរហើយដល់ពេលវេលាកំណត់វានឹងអស់ម៉ោងសម្រាប់យើងអាចទៅមុខវិជ្ជាផ្សេងហ្នឹងឥឡូវយើងចូលប្រឡងមុខវិជ្ជាភាសាខ្មែរទីហោណាបាទចូលភាសាខ្មែរមកបាទហើយគ្រូអូចុះក្រោមបាទយើងឃើញថាចាប់ដើមប្រឡងហើយអញ្ចឹងក្នុងការប្រឡងមកគេបានដាក់សេចក្តីណែនាំជូនយើងហើយថាមិនត្រូវចាក់ចេញពីប្រព័ន្ធប្រឡងដាច់ខាតបើចាក់ចេញការប្រឡងរបស់អ្នកនឹងទុកជាមុខខែបាទអញ្ចឹងនេះគេឲ្យយើងប្រឡងឲ្យបានត្រឹមត្រូវណាសូមគោរពតាមពេលវេលាបានកំណត់នៅផ្នែកក្បាលរបស់សំណួរសូមជ្រើសរើសចម្លើយត្រឹមត្រូវជាមុនសិនបន្ទាប់មកចុចប៊ូតុងសំណួរបន្ទាប់មានន័យថាយើងចុចជ្រើសរើសចម្លើយបានយើងចុចបន្តបន្ទាប់ណាបាទអញ្ចឹងលេខនេះគេដាក់លេខចម្ងាត់នេះលេខ4តុងនេះគេឲ្យយើងវាយពាក្យ2026អញ្ចឹងយើងវាយពាក្យ2026មកបាទហើយចុចទៀងបន្ទាត់បាទនេះចាប់ដើមដល់កន្លែងប្រឡងហើយអញ្ចឹងរយៈពេលប្រឡងយើងមើលណាមាន1ម៉ោងឬក៏ស្មើនឹង60នាទីបាទអញ្ចឹងយើងចុចប្រឡងទីហោថាតើប្រេងកថាមានលក្ខណៈសម្គាល់សំខាន់បំផុតត្រង់ចំណុចណាបាទអញ្ចឹងមានចម្លើយឲ្យយើង4យើងរើស1មកបាទរើស1មកបាទបន្ទាប់មកឧទាហរណ៍ណាយើងរើស1បាទយើងចុចសំណួរបន្តខាងក្រោមនេះបាទពីវិធីធម៌សេរីបរិសុទ្ធបាទអញ្ចឹងពេលយើងធ្វើគ្រប់10សំណួរហើយគឺយើងលោតកន្លែងបញ្ចប់នេះណាបាទចុចបញ្ចប់មកបាទនេះអញ្ចឹងពេលយើងចុចបញ្ចប់គឺយើងឃើញលទ្ធផលហើយបាទលទ្ធផលរបស់យើងគេដាក់ថាល្អណាស់បាទយើងធ្វើត្រូវ80%ហើយពេលដែលយើងចប់ហើយយើងចង់ប្រឡងមុខវិជ្ជាផ្សេងបាទគឺយើងត្រូវចុចកន្លែងប្រឡងមុខវិជ្ជាផ្សេងមួយទៀតគឺនឹងលោតទៅផ្ទាំងកន្លែងមុខវិជ្ជាបន្តទៅណាបាទអញ្ចឹងដូចជាអត់មានអីទេអស់ប៉ុណ្្នឹងហើយបាទអញ្ចឹងសូមអ្នកធ្វើតាមវីដេអូនេះបាទអរគុណច្រើន